ចឹងអាពីរនេះបាទចំនួនទី2និងចំនួនទី4ទៅជាងចំនួនទី1និងចំនួនទី3ចឹងយើងពិនិត្យមើលតែចំនួនទី2និងចំនួនទី4ដែរណាបាទព្រោះយើងចង់ដឹងថាមួយណាទៅជាងគេតទៀតអានេះ7សែនបាទនេះ9សែនបាទចឹងគឺ7សែនទៅជាង9សែនចឹងនាំឲ្យចំនួន6លាន7សែន81189នេះទៅជាង6លាន9សែន70089យើងយកចំនួននេះមកដាក់មុនគេបាទបន្តទៀតបាទចឹងបើយើងប្រៀបធៀបថាអាពីរនេះណាចំនួនទី2និងចំនួនទី4ទៅជាងចំនួនទី1និងចំនួនទី3ចឹងបើចំនួនទី2ទៅជាងគេហើយបន្តទៀតគឺចំនួនទី4ដាក់ដល់មកបាទតោះឥឡូវយើងប្រៀបធៀបចំនួនទី1និងចំនួនទី3ណាវាមាន7លានដូចគ្នាបាទបាទគ្នាចឹងយើងប្រៀបធៀបបន្ត0ដូចគ្នាទៀត2ដូចគ្នាទៀតបាទចឹងនេះ4000អានេះ1000ចឹង1000ទៅជាង4000ចឹងជាចំនួនទី3នេះទៅជាចំនួនទី1បាទយើងយកដាក់មកបន្តចឹងចំនួនទី2ចំនួនទី3ចំនួនទី4ដាក់អស់ហើយចឹងនៅសល់ចុងក្រោយគេគឺចំនួនទី1ណាយកមកដាក់តែម្ដងបាទសួស្តីបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលរៀនថ្នាក់ទី6បាទវិលជួបលោកគ្រូសាជាថ្មីមកកាន់ការរៀនគណិតវិទ្យាថ្នាក់ទី6បាទអញ្ចឹងនៅក្នុងវីដេអូនេះលោកគ្រូនឹងលើកយកអំពីចំណុចទី2ការរៀបលំដាប់ចំនួនមហាត់បាទចូលរៀបលំដាប់ចំនួនខាងក្រោមបាទអញ្ចឹងយើងមានចំនួន4ចំនួនទី1 7លាន24103ចំនួនទី2 6លាន7សែន81189ចំនួនទី3 7លាន21999ចំនួនទី4 6លាន9សែន70089បាទចឹងយើងមានចំនួន4ចឹងឲ្យយើងរៀបលំដាប់ចំនួនចឹងកាលណារៀបលំដាប់ចំនួនគឺយើងត្រូវរៀបពីតូចទៅធំនិងពីធំទៅតូចបាទឥឡូវពីតូចទៅធំគឺយើងយកចំនួនណាដែលតូចជាងគេក្នុងចំណោម4ហ្នឹងបាទអញ្ចឹងយើងពិនិត្យទៅគឺតែចំនួនទាំង4នេះគឺសុទ្ធតែនៅទង់លានទាំងអស់បាទទី1លានទី2លានទី3លានទី4លានអញ្ចឹងយើងពិនិត្យទៀតបាទទង់លាននេះលេខ7នេះលេខ6លេខ7លេខ6អញ្ចឹងអាពីរនេះបាទចំនួនទី2និងចំនួនទី4ទៅជាងចំនួនទី1និងចំនួនទី3អញ្ចឹងយើងពិនិត្យមើលតែចំនួនទី2និងចំនួនទី4ដែរណាបាទព្រោះយើងចង់ដឹងថាមួយណាទៅជាងគេតទៀតអានេះ7សែនបាទនេះ9សែនបាទអញ្ចឹងគឺ7សែនទៅជាង9សែនអញ្ចឹងនាំឲ្យចំនួន6លាន7សែន81189នេះទៅជាង6លាន9សែន70089យើងយកចំនួននេះមកដាក់មុនគេបាទបន្តទៀតបាទចឹងបើយើងប្រៀបធៀបថាអាពីរនេះណាចំនួនទី2និងចំនួនទី4ទៅជាចំនួនទី1និងចំនួនទី3ចឹងបើចំនួនទី2ទៅជាងគេហើយបន្តទៀតគឺចំនួនទី4ដាក់ដល់មកបាទតោះឥឡូវយើងប្រៀបធៀបចំនួនទី1និងចំនួនទី3ណាវាមាន7លានដូចគ្នាបាទគ្នាអញ្ចឹងយើងប្រៀបធៀបបន្ត0ដូចគ្នាទៀត2ដូចគ្នាទៀតបាទចឹងនេះ4000អានេះ1000ចឹង1000ទៅជាង4000ចឹងជាចំនួនទី3នេះទៅជាចំនួនទី1បាទយើងយកដាក់មកបន្តចឹងចំនួនទី2ចំនួនទី3ចំនួនទី4ដាក់អស់ហើយចឹងនៅសល់ចុងក្រោយគេគឺចំនួនទី1ណាយកមកដាក់តែម្ដងអានេះគឺជាការរៀបពីតូចទៅធំឥឡូវពីធំទៅតូចគឺយើងយកចំនួនណាដែលធំជាងគេដាក់មុនចឹងក្នុងចំណោមទាំង4ហ្នឹងគឺចំនួនទី1បាទចំនួនទី1ធំជាងគេអញ្ចឹងយកមកដាក់តែម្ដង
បន្តទៀតចំនួនទី3បាទបន្តទៀតចំនួនទី4បាទចុងក្រោយគឺចំនួនទី2ចឹងនេះគឺជាការរៀបលំដាប់ចំនួនមានពីតូចទៅធំនិងពីធំទៅតូចណាគឺគេរៀបបែបហ្នឹងយើងប្រៀបធៀបម្ដងមួយតួម្ដងមួយតួមកណាតូចជាងគេយកមកដាក់មុនបាទចឹងទៅទៅនឹងការរៀបលំដាប់ចំនួនមានតែប៉ុណ្្នឹងទេបើសិនបងប្អូនមានចម្ងល់ទៅទៅនឹងការរៀបលំដាប់ចំនួនបងប្អូនអាចខមមិនជួបលោកគ្រូបានបាទជួបលោកគ្រូនៅវីដេអូក្រោយបន្តទៀត